សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូខ្លីមួយទៀតសម្រាប់ធ្វើការចែកម្លែកហើយវីដេអូនេះគឺទាក់ទងនឹងការដំឡើង AI model នៅលើ Docker Desktop ដោយមួយរយៈមុន Docker បានធ្វើការ release ឲ្យអ្នកប្រើប្រាស់ Docker អាចធ្វើការដំឡើងទាក់ទងនឹង AI model ឬក៏យើងហៅថា LLM ចឹងបើសិនជាបងប្អូនដែលកំពុងតែប្រើប្រាស់នៅ Docker Desktop អាចធ្វើការដំឡើង model មួយហ្នឹងទៅហើយយើងអាចធ្វើការ test AI វាដោយយើងអាចធ្វើការសាកសួរវានៅព័ត៌មានមួយចំនួនក៏ដូចជាឲ្យវាជួយធ្វើការសរសេរនៅ coding ផងដែរអញ្ចឹងដំបូងបងប្អូនទាំងគ្នាត្រូវតែដំឡើងនៅ Docker Desktop បន្ទាប់ពីដំឡើងហើយយើងត្រូវតែចូលទៅកាន់ setting ហើយយើងមកកាន់ feature in development យើងคลิกលើវាមកកន្លែងនេះយើងត្រូវគ្រីស enable Docker AI ក៏ដូចជាគ្រីសនៅ enable host site TCP support អញ្ចឹងនៅពេលដែលយើងគ្រីសពីរនឹងហើយវានឹងធ្វើការ generate default port 12434ឲ្យយើងបន្ទាប់ពីយើងធ្វើការគ្រីសពីរនឹងហើយឬក៏បងប្អូនអាច follow តាមវីដេអូរបស់ខ្ញុំគ្រីស1 2 3នឹងហើយនៅកន្លែង apply and restart នេះវានឹងចេញពណ៌រៀងតប៊ិចនេះដើម្បីយើងធ្វើការ click apply ហើយយើងធ្វើការរងចាំរហូតតតែវាដើរចប់បន្ទាប់ពីវាដើរចប់ហើយបងប្អូនអាចចូលមកកាន់ blog នេះដើម្បីធ្វើការអានបន្ថែមប៉ុន្តែវាមិនសូវច្រើនហ្មងទេបើសិនជាបងប្អូនយល់ខ្លះៗអំពី Docker ហើយអំពីការប្រើប្រាស់ API អញ្ចឹងប្រហែលជាងាយចាប់បានជាងអញ្ចឹងនៅពេលដែលយើងធ្វើការ enable feature in development ហើយយើងចូលមកកាន់កន្លែងនេះដើម្បីធ្វើការ download នៅ AI មួយមានឈ្មោះថា Qwen នេះហើយ version វាគឺ 2.5 អញ្ចឹងដើម្បីធ្វើការ download គឺងាយស្រួលគឺយើងគ្រាន់តែ copy មកហើយបើក terminal របស់យើងគ្រាន់តែផាសនៅពេលហ្នឹងយើងធ្វើការ enter ទៅវានឹងធ្វើការទាញ model ហ្នឹងមកហើយអញ្ចឹងនៅពេលដែលយើងធ្វើការភួរ model ហ្នឹងមកវានឹងចំណាយពេលបន្តិចដោយសារតែ model មួយហ្នឹងគឺវាស៊ីប្រហែលជា1 GB ដែរអញ្ចឹងកន្លែងនេះដោយសារតែខ្ញុំធ្លាប់ធ្វើការដំឡើងហើយអញ្ចឹងនៅពេលដែលខ្ញុំទាញម្ដងទៀតវាចេញ message ថា using cache model 948.10 MB ហើយ model ឈ្មោះអី version អី full success អញ្ចឹងទៅនៅពេលដែលយើងធ្វើការ full success ហើយវា copy Docker image ដែលនៅពេលដែលយើងធ្វើការ run Docker image វានឹងបានមក container ប៉ុន្តែចំពោះ AI នេះវិញនៅពេលដែលយើងទាញមកគឺវាអត់ស្ថិតនៅក្នុង container ឬក៏ image ទេអញ្ចឹងនៅពេលដែលយើងអូខេខ្ញុំសូមបកក្រោយតិចនៅពេលដែលយើងធ្វើការ enable Docker AI ហើយទាញប៉ុណ្ណឹងគឺយើងអាចប្រើប្រាស់នៅ AI model ហ្នឹងបានហើយអញ្ចឹងដើម្បីធ្វើការប្រើប្រាស់នៅ AI នឹងបានយើងអស់ចុះមកក្រោមតិចទៀតមកកន្លែងនេះគឺតាក់ទងនឹងការrequest តាមរយៈ API មុនហ្នឹងនៅពេលដែលយើងធ្វើការ enable នៅក្នុង feature in development កន្លែងនេះយើង enable វានឹង generate port កន្លែងនេះអញ្ចឹងដោយសារតែយើងធ្វើការទាញប្រើប្រាស់វានៅលើ local machine អញ្ចឹង port របស់វាអូខេ HTTP localhost port 1243 4អញ្ចឹងមកហើយនេះគឺជា Webpack engine នេះអញ្ចឹងមកឈ្មោះ .cpp v1 chat អញ្ចឹងទៅអញ្ចឹងយើងអាច copy code ទាំងអស់ហ្នឹងក៏បានប៉ុន្តែកន្លែងនេះបញ្ជាក់បន្តិចបើសិនជាយើងសម្លឹងមើលទៅយើងឃើញថា message កន្លែងនេះគឺលក្ខណៈ array អញ្ចឹងមានន័យថា object ទី1គឺ row system ហើយ content របស់វាគឺសួរថា you are able អញ្ចឹងមក your name is អញ្ចឹងមកចំពោះ object ទី2គឺ row user អញ្ចឹងកន្លែងនេះគឺមាន2ជម្រើសទី1គឺ row system និង row user អញ្ចឹងអ្វីដែលខ្ញុំតេស្តគឺខ្ញុំតេស្តតែ row user ទេអូខេខ្ញុំនឹងលុបខ្ញុំនឹងតេស្ត row system ខ្ញុំលុប row user ចោលអូខេអញ្ចឹងកន្លែងនេះយើងគ្រាន់តែលុប object នេះចោលទៅហើយខ្ញុំនឹងឲ្យវាសរសេរនៅអូខេ write java hello world អញ្ចឹងមកអូខេអញ្ចឹងវានឹងធ្វើការ response មកវិញគឺតម្រងលក្ខណៈcoding ឲ្យយើងគឺ public class hello world អញ្ចឹងមក class hello
name hello world ហើយមាន void main ដើម្បីធ្វើការ print hello world អញ្ចឹងទៅអូខេងាយងាយអញ្ចឹងយើងក៏អាចយកទម្រង់បែបហ្នឹង run នៅលើ postman ឲ្យបានផងដែរមានតែយើងadd វាចូល postman ទៅអូខេទម្រង់បែបនេះអូខេសាក PHP មកអូខេនេះ PHP អញ្ចឹងវា respond មកទម្រង់បែបនេះ row assistant PHP echo hello world អញ្ចឹងមកអូខេសម្រាប់អ្នកដែលចង់ឬក៏មានចំណាប់អារម្មណ៍ទាក់ទងនឹង AI model ដែលពិសេសក្មេងៗដែលកំពុងតែរៀនហ្នឹងគឺឮថា AI ឬក៏ machine learning ហ្នឹងគឺគាត់ចាប់អារម្មណ៍ហើយអញ្ចឹងអាចមកមើល website មួយនេះមកគឺគេនិយាយ detail ទាក់ទងនឹង Qwen AI ហ្នឹងមែនតើអញ្ចឹងយើងអាចមកមើលមកថាវាមានអីខ្លះសម្រាប់យើងធ្វើការ research បន្ថែមអញ្ចឹងទៅមួយវិញទៀតបើសិនយើងចេះតាក់ទងនឹងការបង្កើត website ឬក៏យើងអាច design បានប៉ុណ្ណឹងមកយើងអាចធ្វើការ integrate ដោយប្រើប្រាស់នៅ API មួយហ្នឹងហើយយើងមានជាលក្ខណៈ UI search បែបនេះមកនៅពេលដែលយើងធ្វើការ send connect ទៅកាន់ API របស់យើងមួយនេះហើយវានឹងឆ្លើយ response មកវិញនៅក្នុងកន្លែងនេះយើងសួរនេះឧទាហរណ៍ថាខ្ញុំសួរថា write Java method to calculate to value អញ្ចឹងទៅអញ្ចឹងនៅពេលហ្នឹងគឺវានឹងធ្វើការ request ទៅកាន់ API មួយនេះប៉ុន្តែគ្រាន់ថាយើងទៅសេមាន UI អញ្ចឹងណាដើម្បីងាយស្រួលប្រើប្រាស់អញ្ចឹងទៅអូខេអញ្ចឹងនៅពេលដែលខ្ញុំទៅសេឲ្យវាជួយទៅសេនៅJava method ដែលយើងធ្វើការគណនាតម្លៃពីsum តម្លៃពីហ្នឹងគឺវាបាន declare នេះ value 1 2អញ្ចឹងមកហើយតម្លៃហើយវាមាន method មួយមានឈ្មោះថា calculate sum អញ្ចឹងទៅនៅខាងលើនេះក៏វាមានប៊ូតុងមួយដើម្បីយើងធ្វើការ copy ដែរយើងចុច copy មកអូខេ copy បានមួយទៀតបើសិនយើងចង់បដូរទៅភាសាផ្សេងទៀតក៏ងាយស្រួលដែរដាក់ថា PHP ចាំមើលមើលវាឆ្លាតទេអូខេ PHP ឥឡូវខ្ញុំដាក់ថា .netអូខេរៀង slow បន្តិចណាអូខេឥឡូវ .net និង C# តើវាខុសគ្នាមិនចាំមើលអូខេមើលទៅតម្រងការ declare ឬខុសគ្នាអូខេឥឡូវមួយទៀតតាក់ទងនឹង Go JavaScriptអូខេអញ្ចឹងយើងអាចធ្វើការឲ្យវាសរសេរបានច្រើនឥឡូវខ្ញុំសាកសួរមើលថាវាអាចអូខេឥឡូវសាកសួរ Microservice មើលចាំវាឆ្លើយតែម៉េចនេះគិតរៀងយូរណាអានេះដោយសារតែខ្ញុំធ្វើការសរសេរ UI ហ្នឹងវា response មកយើង wrap content អត់បានល្អអញ្ចឹងវាចេញមកញ៉ៃញ៉ៃអូខេអញ្ចឹងសម្រាប់អ្នកដែលគាត់ចេះ design គាត់អាចធ្វើការ update ឲ្យបានល្អជាងហ្នឹងទៅអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេការដំឡើង AI model នៅលើ Docker Desktop អរគុណច្រើនអ្នកនាងបាយបាយ